សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនាំទាំងអស់គ្នាទៅមើលការឆែកឆេររបស់ប៉ូលីសមិនដែលមិនដឹងនៅប្រទេសណាទេហើយយើងមើលអំពីសកម្មភាពរបស់ពួកគាត់ទៅដូចជាសកម្មដល់ហើយដោយការឆែកនៅជនដែលបានលាក់នៅគ្រឿងញៀនជាច្រើនសូម្បីតែនៅក្នុងពុកអង្គុយហ្នឹងក៏គាត់បានលាក់នៅគ្រឿងញៀនជាច្រើនកញ្ចប់ផងដែរអ្នកទាំងអស់គ្នាអញ្ចឹងយើងមើលទៅពួកប៉ូលីសទាំងអស់ហ្នឹងគឺពួកគាត់ពិតជាពូកែមែនតើអ្នកគ្នាសូម្បីតែពុកខាងក្រោយខ្នងដែលយើងគិតថាវាមិនអាចលាក់បានហ្នឹងក៏ពួកគាត់អាចដឹងដែរថាពួកជនល្មើសទាំងអស់ហ្នឹងគឺគាត់លាក់គ្រឿងញៀននៅក្នុងកន្លែងហ្នឹងសូម្បីតែពុកកតាលដែលយើងគិតថាវាមិនអាចនឹងដាក់គ្រឿងញៀនកើតណាគាត់ថាជាពុកស្រាប់តែបើកមកអ្នកគ្នាមានទាំងលុយហើយនឹងមានថ្នាំញៀនជាច្រើនកញ្ចប់ផងដែរហើយដល់ពេលយ៉ាងទៀតពួកគាត់បានទៅគោះលើដំបូលហើយយកកបិតទៅវះទៀតនៅពេលដែលគាត់ហែកមើលទៅស្រាប់តែឃើញគ្រឿងញៀនយ៉ាងច្រើនកញ្ចប់នៅក្នុងពុកលើហ្នឹងពិតជាអស្ចារ្យមែនទែនប៉ូលីសនៅខាងប្រទេសរបស់គេហ្នឹងសូម្បីតែអាវទ្វារហ្នឹងគាត់សង្ស័យគាត់យកអាញួរទៅគាស់នៅកន្លែងអាហ៊ុនខ្យល់វាហ្នឹងស្រាប់តែមើលទៅឃើញគ្រឿងញៀនប្រមាណកញ្ចប់ទៀតអូយមិនដឹងថានៅក្នុងឡានហ្នឹងពួកជនដែលបានជញ្ជូនគ្រឿងញៀនហ្នឹងលាក់ប្រមាណ100កញ្ចប់ទេអ្នកគ្នាសូម្បីតែអាវទ្វារហ្នឹងនៅពេលដែលគាស់ហើយហ្នឹងសិតតែគ្រឿងញៀនដែលបានលាក់ទុកយ៉ាងអាចកំបាំងមែនទែនបើសិនតែយើងធម្មតាយើងប្រកាសជាគិតថាឡានហ្នឹងគ្រាន់តែជាឡានធម្មតាមិនមែនជាឡានដែលរត់ពន្ធគ្រឿងញៀនអីនោះទេក្នុងកង់ក៏អាចលាក់បានហើយនៅក្នុងកាងក្រោយទៀតគាត់ដើរទៅគោះហ្នឹងស្រាប់តែបានយកអាដែកគាស់ដំទៅគាស់កាងក្រោយហ្នឹងទៀតអ្នកគ្នាយើងសង្កេតមើលទៅថាប៉ូលីសរបស់គេពិតជាវ៉ាវមែន amazing នៅពេលដែលគាត់គាស់ហើយហ្នឹងស្រាប់តែលុកទៅមើលសិតតែគ្រឿងញៀនអញ្ចឹងយើងមិនដឹងថាខាងពួកជនល្មើសហ្នឹងគឺគាត់ IQ របស់គាត់ខ្ពស់ប៉ុន្តែ IQ របស់ប៉ូលីសហ្នឹងគឺខ្ពស់ជាងគាត់ទៅទៀតសូម្បីតែនៅក្រោមឡានហើយហ្នឹងយើងគិតថាវារួចខ្លួនហើយនៅតែគាត់យកអារាប់ scan កញ្ចក់អី scan មើលទៅឃើញទៀតហើយយកមកមើល4 5កញ្ចប់ទៀតសូម្បីតែគូតក្រោយហ្នឹងឲ្យដាក់កង់សកត់ហើយដើម្បីបង្វែងដានកុំឲ្យប៉ូលីសរកឃើញណាស្រាប់តែប៉ូលីសទៅឆែកមើលហើយបើកអាកំហូបរួចគាត់ថាបាតរបស់ឡានហ្នឹងនៅពេលដែលគាត់ប្រហើបមកស្រាប់តែនៅក្នុងអាបាតកាប៊ីនហ្នឹងវាមានកន្លែងលាក់មួយតង់ទៀតអញ្ចឹងគាត់ក៏បើកទៅក៏ឃើញប្រអប់មួយទៀតដល់ពេលឃើញប្រអប់មួយទៀតហើយគាត់ក៏បានយកមកឆែកមើលណាយកមកឆែកនៅក្នុងកតាបហ្នឹងអាកតាបដែកគេហៅថាកតាបសម្ងាត់របស់គេហ្នឹងណាអ្នកនរគ្នាគឺក្នុងហ្នឹងសុទ្ធតែលុយហើយនឹងគ្រឿងញៀនអញ្ចឹងមិនដឹងថាក្នុងមួយជើងហ្នឹងអ្នកដែលរត់ពន្ធខាងគ្រឿងញៀនហ្នឹងមិនដឹងថាខាតឬក៏ចំណេញទេអ្នកនរគ្នាបើសិនតែយើងនិយាយពីការបើសិនជារត់បានវិញមិនដឹងថាចែកចាយទៅដល់ណាទេមិនដឹងថាទៅដល់ប្រទេសណាខ្លះទេប៉ុន្តែវាស្ទាក់ឬក៏វាមានបញ្ហាជាមួយនឹងប៉ូលីសនៅក្នុងប្រទេសហ្នឹងហើយមិនអាចរួចខ្លួនទេអ្នកអរគាត់ទៅមើលទៅយើងសម័យមើលប្រមាណលានកញ្ចប់ប្រមាណ100កញ្ចប់ហើយនៅអាធំ